ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាតើបងប្អូនទាំងអស់គ្នានេះខ្ញុំមានមុខម្ហូបថ្មីមួយទៀតបងប្អូនគឺស្លកកូររបស់ខ្មែរយើងបងប្អូនស្លត្នោតនេះបងប្អូននេះហើយគឺត្នោតគឺបានមកធ្លាយបងប្អូនទាំងអស់គ្នាហើយពុកខ្ញុំគាត់ចង់ផ្សារអញ្ចឹងទៅគាត់ទៅកាប់មកហើយនេះបងប្អូនមុននឹងយើងស្លយើងត្រូវកាប់វាបងប្អូនណាធ្វើម៉េចដើម្បីឲ្យវាបានសម្លម្ចាន់ឲ្យឈ្ងុយឆ្ងាញ់គឺពិបាកណាស់បងប្អូនអើយឃើញទេมันស្រួលទៅបងប្អូនស្លត្នោតយើងនឹងយើងកាប់វាបងប្អូនកាប់វាឲ្យស្អាតចឹងមកហើយយកវាមកចិតស្បកចិតអីស្អាតណាបងប្អូនទាំងអស់គ្នានេះត្នោតខ្មែរយើងអត់ខាបងប្អូនឆ្ងាញ់មែនតើបងប្អូនទាំងអស់គ្នាអូស្លឡើងនិយាយទៅហត់ល្អមួយឆ្នាំងហ្មងបងប្អូនយើងត្នោតហ្នឹងយើងយកស្លកកូរក៏បានស្លប្រហើរក៏បានស្លម្សៅក៏បានបងប្អូនស្លបានពី3មុខតាមចំណង់ចំណូលចិត្តរបស់យើងអញ្ចឹងណាអ្នកខ្លះទៅគាត់ស្លមួយនិយាយទៅដាក់ជាមួយត្រីអីសាច់អីក៏បានបងប្អូនសម្រាប់ត្នោតហ្នឹងណាហើយបោសាច់វិញទៅបបក៏បានយកមកហូបស្រស់ក៏បានឆ្ងាញ់ហើយសុខភាពទីបងប្អូនទាំងគ្នាគេថាហូបរបស់អាយុវែងយើងអាយុវែងបងប្អូនទាំងគ្នាដូចត្នោតហ្នឹងអូរាប់រយឆ្នាំបងប្អូនទាំងគ្នាហើយនេះយើងធ្វើការចិតសបកវាបងប្អូននេះយើងចិតសបកវាយ៉ៃខាងហ្នឹងមកចិតវាធ្វើមិនឲ្យស្អាតណាបងប្អូនទាំងគ្នានេះគឺចិត្តតាមមើលតាមខ្ញុំចិត្តបងប្អូនឃើញទេហើយល្អមែនតើបងប្អូននេះធំល្អបងប្អូននេះប៉ណ្ណឹងគឺមកសឡមកមើបងប្អូនទាំងគ្នាយើងចិត្តវាស្អាតចឹងមកហើយយើងយកឆ្នាំងយើងដាក់អំបិលមកចិបដាក់ទឹកដាក់អីយើងនេះបងប្អូនហើយយើងចិតវាដាក់ចូលក្នុងបងប្អូននេះមុននឹងយើងចិតអាសបកខាងលើនេះអារឹងបងប្អូនណាហើយនឹងខ្វះអាបដោកដាលវាចេញបងប្អូនអានឹងវារឹងយើងឆ្កឹះវាចេញឲ្យស្អាតមកហើយយើងចិតវាឲ្យស្ដើងបងប្អូនបើកាលពីមុនគឺយើងមានប្រដាប់ឈូសបងប្អូនណាគឺយើងមានដូចជាគេធ្វើផ្ទះហោប្រដាប់គេឈូសបងប្អូនអានោះឈូសវាបានល្អហើយវាបានស្ដើងទុនអញ្ចឹងប៉ុន្តែឥឡូវវាស្មើលើគេឈប់ប្រើនោះបងប្អូនបាត់អស់ទៅដល់តាណាទៅដល់ណីឥឡូវមានតែប្រើក្បាត់មុខពីរនេះឯងបងប្អូនទាំងអស់គ្នាឥឡូវនេះយើងធ្វើការចិតវាបងប្អូនចិតវាដាក់ឆ្នាំងស្អាតអញ្ចឹងបងប្អូនទាំងអស់គ្នាចិតវាស្អាតណាបងប្អូនចិតតាមខ្ញុំមកដាក់ទឹកអំបិលដាក់ឲ្យរៀងប្រៃតិចបងប្អូនដើម្បីឲ្យវាបន្លែហ្នឹងវាទន់ល្អអញ្ចឹងហើយនឹងចេញជ័រចេញអីអស់បងប្អូនទាំងអស់គ្នាយើងចាត់ចឹងណាបងប្អូនឃើញចាត់ពីខ្ញុំចឹងមកឲ្យធ្វើម៉េចឲ្យតែស្ដើងរត់តែស្ដើងរត់តែល្អបងប្អូនទាំងអស់គ្នាស្ដើងកាលណាល្អកាលនឹងបងប្អូនហើយនេះគឺយើងចាត់វាហើយយើងច្បាច់វាបងប្អូនណាច្បាច់វាឲ្យទន់ដៃយើងប្រើកម្លាំងបងប្អូនទាំងគ្នាច្បាច់វាតុបបងប្អូនបាច់វាធ្វើឲ្យទន់ល្អចំពោះត្នោតនេះគឺនិយាយទៅសុខភាពបងប្អូនទាំងគ្នាហូបបានមកចប់ហ្មងប្រយោជន៍វាមានទាំងអស់ហ្មងហើយនេះគឺជាសាច់ជ្រូក3ជាន់របស់យើងបងប្អូនទាំងគ្នាខ្ញុំប្រើប្រហែលជា2ខាំកន្លះហើយស្នាប់យើងលាងស្អាតនេះហើយចំពោះចង្រៃយើងបេះមកយើងលាងឲ្យស្អាតយើងហាន់វាបងប្អូនទាំងគ្នាហាន់ដូចខ្ញុំយកមកធ្វើម៉េចឲ្យតែម៉ត់បងប្អូនណាឲ្យវារៀងតូចចឹងគឺយើងវាស្រួលបុកហើយយើងនេះបងប្អូនបន្ទាប់ពីយើងនេះហើយយើងធ្វើការដាំទឹកពុះយើងបង់ត្នោតចូលយើងបង្វាស់វាបងប្អូនទាំងគ្នាដើម្បីឲ្យផុយល្អចឹងហើយយើងមកធ្វើការបុកគ្រឿងចង្រៃរបស់យើងនឹងមានជាម្ដែងម្ដែងសូមបងប្អូនទាំងគ្នាមានជាខ្ជាយល្មីតហើយនឹងខ្ទឹមសយើងបងប្អូនទាំងគ្នាយើងដាក់វាចិតវាស្អាតចឹងមកសម្បកវានឹងហើយយើងបុកវាចូលគ្នាជាមួយលើត្រីបងប្អូនណាបុកវាម៉ត់បងប្អូនទាំងគ្នាហើយយើងមានថែមអង្គលីងណាបងប្អូនដើម្បីបុកឲ្យឆាប់ម៉ត់ល្អចឹងកលីងយើងលីងខ្លួនឯងបងប្អូនទាំងគ្នាយើងប្រើអង្គយើងណាំបាយរាល់ថ្ងៃនេះយើងលីងវាឲ្យឈ្ងុយបងប្អូនទាំងគ្នាបើយើងទិញគេជួនកាលក៏យកបាយក្តាំងមកអីទៅលីងចឹងបងប្អូនហើយសាច់ជ្រូក3ជាន់យើងហាន់វាជាស្ដើងបងប្អូនហាន់ជាដុំចំណិតតូចស្ដើងបងប្អូនទាំងគ្នាយើងទឹកវាស្អាតបងប្អូនទឹកឲ្យបងប្អូនទាំងគ្នានេះបងប្អូនហើយយើងហាន់វាចឹងមកតាមដូចខ្ញុំចឹងមកបងប្អូននេះទៅប្រភេទសាច់ប្រភេទអីហ្នឹងយើងតាមចំណង់ចិត្តរបស់យើងបងប្អូនចង់ហាន់មិនក៏បានបងប្អូនចង់ហូបបែបមិនធ្វើអញ្ចឹងទៅបងប្អូនសម្រាប់ខ្ញុំគឺហាន់បែបហ្នឹងគឺវាឆាប់ចូលជាតិគ្នាល្អយើងហាន់វាអញ្ចឹងបងប្អូនទាំងគ្នាហើយដាក់វាចូលមកបងវាចូលហើយនេះគឺយើងដាក់គ្រឿងដាក់សាច់ដាក់អីចូលអស់ហើយបងប្អូនទាំងគ្នាយើងកូរវាមកចាំយើងបងគ្រឿងចង្រៃនឹងតាមក្រៅបងប្អូនដើម្បីឲ្យវាឈ្ងុយហ្នឹងនេះសាច់យើងដាក់ចូលអីអស់ហើយបងប្អូនហើយយើងដាក់ប៊ីចេងស្ករអីតាមនឹងជ្រុំហុកជ្រុំអីតាមនឹងបងប្អូនគឺងាយមែនតើបងប្អូនទាំងគ្នាហើយឆ្ងាញ់ជាងបងប្អូនទាំងគ្នាអាចសាកល្បងតាមវិធីនេះបានណាអរគុណច្រើនជំរាបលា